នៅក្នុងឆ្នាំ1907ដែលនេះគឺជាឆ្នាំដែលបារាំងធ្វើការចរចាជាមួយនឹងសៀមហើយផ្ដល់ទឹកដីរបស់ខ្មែរយើងត្រឡប់មកវិញនៅស្ថានីយ៍ប៉ុស្តិ៍ប៉ូលីសព្រះសង្ឃអង្គនេះបានបំភ្លៃថាយោងតាមអនុសញ្ញាជប៉ុនឆ្នាំ1941ខេត្តបាត់ដំបងសៀមរាបនិងស៊ីសុផុនគឺជាទឹកដីរបស់ថៃប៉ុន្តែកម្ពុជាបានល្មើសអធិបតេយ្យថៃរហូតដល់រយៈពេល70ឆ្នាំនៅក្នុងឆ្នាំ863កម្ពុជាក៏បានក្លាយទៅជាប្រទេសក្រោមការគ្រប់គ្រងរបស់បារាំងនិយាយចំទៅគឺខ្មែរក្លាយជាប្រទេសអាណានិគមរបស់បារាំងទៅហើយបារាំងក៏បានចាប់ដើមមានចំណាប់អារម្មណ៍ថាចង់ទាមទារទៅលើដីខ្មែរមកវិញដែលសន្ធិដ្ឋនៅក្រោមការគ្រប់គ្រងរបស់សៀមបារាំងយល់ឃើញថាការចរចាជាមួយនឹងសៀមអាចជាជម្រើសល្អជំនួសការប្រើកម្លាំងយោធាក៏ព្រោះតែពេលនោះសៀមកំពុងតែភ័យខ្លាចទៅលើចក្រភពអង់គ្លេសដែលកំពុងគ្រប់គ្រងនៅលើតំបន់អាស៊ីអាគ្នេយ៍ជាពិសេសគឺប្រទេសភូមាដែលសន្ធិដ្ឋនៅក្រោមការគ្រប់គ្រងរបស់ប្រទេសអង់គ្លេសទៅហើយសៀមខ្លាចបើសិនជាប្រទេសអង់គ្លេសធ្វើការគ្រប់គ្រងលើប្រទេសខ្លួនទៀតខ្លួននឹងអាចបាត់បង់នៅអាណាខេត្តមួយចំនួនដូច្នេះហើយជំរឿនល្អមានតែចរចាជាមួយនឹងបារាំងដោយសារតែបារាំងគឺជាប្រទេសដែលជាប្រសិទ្ធិមិត្តរបស់អង់គ្លេសដែរពួកគេអាចនឹងយកសៀមធ្វើជាតំបន់ទំនាប់មិនគ្រប់គ្រងទៅលើប្រទេសសៀមនោះទេដោយយោងទៅតាមហេតុផលមួយនេះនៅក្នុងឆ្នាំ1907កិច្ចព្រមព្រៀងដោយផ្លូវការមួយចុះហត្ថលេខារវាងសៀមជាមួយនឹងបារាំងដែលសៀមព្រមទទួលនឹងផ្ទេរទឹកដីខ្មែរចំនួន3មកឲ្យកម្ពុជាវិញទី1គឺខេត្តសៀមរាបទី2គឺខេត្តបាត់ដំបងទី3គឺខេត្តអូនដំបងដែលយើងហៅថាស្វាយស៊ីសុផុននោះឯងបាទថៃបារាំងបានខុបខិតគ្នាហើយបានដឹងថាទ្រព្យសម្បត្តិរបស់ខ្មែរបរិបូរទៅដោយមានតម្លៃហើយក៏មានបំណងចង់ប្រគល់អំណាចអនាគតហ្នឹងទៅឲ្យថៃហ្នឹងជាម្ចាស់ប្រទេសរបស់ខ្មែរពេលហ្នឹងបារាំងនិងថៃហ្នឹងក៏បានកែប្រវត្តិសាស្ត្ររបស់ខ្មែរជំនួសឲ្យវិញបារាំងព្រមទទួលនិងផ្ដល់នៅទឹកដីមួយចំនួនរបស់ប្រទេសឡាវជាការបំពេញជំនួសវិញការផ្ទេរទឹកដីនេះមានន័យថាពលរដ្ឋខ្មែរដែលនៅតំបន់3នោះត្រូវបានចូលជាផ្លូវការជាផ្នែកមួយនៃប្រទេសកម្ពុជាវិញនេះក៏ជាជំហានដ៏សំខាន់មួយសម្រាប់ការស្ដារនៅទឹកដីរបស់ខ្មែរសារជាថ្មីនិងអត្តសញ្ញាណជាតិដែលបានកើតឡើងដោយសារបារាំងហើយផែនទីនៅក្នុងឆ្នាំ1907នេះឯងដែលខ្មែរប្រើសម្រាប់ធ្វើការចុះបង្គោលព្រំដែនជាមួយនឹងប្រទេសសៀមសូមបញ្ជាក់ថាផែនទីនៅក្នុងឆ្នាំ1907មិនមែនជាការកំណត់ព្រំដែនរវាងកម្ពុជាឡាវកម្ពុជាវៀតណាមនោះទេដោយសារតែព្រំដែនកម្ពុជាឡាវកម្ពុជាវៀតណាមវាមានឯកសារផ្សេងទៀតដែលត្រូវបានប្រើប្រាស់ដោយអាណានិគមបារាំងដូច្នេះឯកសារឬក៏ផែនទីក្នុងឆ្នាំ1907នេះគឺកំណត់តែព្រំដែនកម្ពុជាជាមួយនឹងថៃតែប៉ុណ្ណោះហើយពិភពលោកឬក៏តុលាការ ICJ គាត់បានផ្ដល់នៅតម្លៃសម្រាប់ផែនទីមួយនេះគេហៅថា Annex IMAP សម្រាប់ផែនទីឯកតោភាគីដែលអន្តរជាតិគេទទួលស្គាល់នោះឈ្មោះថា Thai National Map ផែនទីនេះវិញមិនត្រូវបានគេទទួលស្គាល់នោះទេគឺទទួលស្គាល់ត្រឹមតែប្រទេសថៃតែម្នាក់គត់ហើយមូលហេតុដែលប្រទេសថៃធ្វើការវាយប្រហារមកយើងជាលើកដំបូងនោះគឺដោយសារតែគាត់អត់គោរពទៅលើផែនទីដែលទទួលស្គាល់ដោយបារាំងសៀមឆ្នាំ1907ហ្នឹងអញ្ចឹងហើយគាត់មានតែបង្កើតសង្គ្រាមអញ្ចឹងណាអ្នកនរគ្នាដូចអ្វីដែលយើងបានស្ដាប់ព័ត៌មានអញ្ចឹងគឺគាត់បង្កើតនៅបីនយោបាយរបស់គាត់អញ្ចឹងណា